ឬមួយទៀតដើម្បីទទួលបានយើងត្រូវធ្វើបងឯងកត់ទុកមុននឹងយើងទទួលបានលទ្ធផលអ្វីមួយយ៉ាងយើងត្រូវធ្វើសិនធ្វើអីគេពាក្យថាធ្វើហ្នឹងគឺធ្វើសកម្មភាពបន្តិចទៀតបងបញ្យល់ហើយនេះគឺជារូបមន្តគោលជាពិសេសសម្រាប់ខ្លួនឯងវ័យ30ឆ្នាំចុះក្នុងនាមជាអ្នកធ្វើការដែលស្រេកឃ្លានភាពរីកចម្រើនបងនិយាយម្ដងទៀតមុនទទួលបានយើងត្រូវធ្វើឬនិយាយមួយបែបទៀតដើម្បីទទួលបានយើងត្រូវធ្វើបងអត់ដឹងថាថ្ងៃក្រោយបងឯងចង់រីកចម្រើនទៅបែបមិនទេណាបងអត់ដឹងប៉ុន្តែបើឧបមាបងលើកតែមួយចំណុចទេបងឯងចង់ឡើងតំណែងវាមិនមែនបងឯងមិនធ្វើអីសោះហើយគេហៅបងឯងចូលទៅក្នុង office ផ្ដល់ការតែងតាំងទេមិនអញ្ចឹងទេបងឯងកុំគិតថាចាំខ្ញុំទទួលតំណែងសិនចាំខ្ញុំខំប្រឹងបើគិតបែបហ្នឹងគ្មានថ្ងៃទទួលបានតំណែងដែលបងឯងប៉ងនឹងទេបកមកវិញបងឯងធ្វើសិនទៅធ្វើឲ្យអស់ពីចិត្តធ្វើដោយក្តីស្រឡាញ់ប្រឹងប្រែងឲ្យមានផលិតភាពការងារលទ្ធផលបន្តមកទៀតគេនឹងឃើញហើយគេនឹងអាចហៅបងឯងចូល office ឲ្យតែងតាំងនេះបងកំពុងតែឲ្យឧទាហរណ៍ធៀបមិនមែនធៀបទេក៏ពិតចេញពីទស្សនវិជ្ជាជាក់ស្ដែងហ្មងរឿងពិតហើយយើងនិយាយនេះក្នុងលក្ខខណ្ឌដែលមានភាពប្រក្រតីនៅក្នុងកន្លែងហ្នឹងណាព្រោះកន្លែងខ្លះក៏អត់មានភាពប្រក្រតីដែរអត់មានភាពប្រក្រតីធ្វើប៉ុណ្ណាក៏អត់មានឱកាសដែរប៉ុន្តែអារឿងហ្នឹងបងអត់ចង់និយាយច្រើនទេគ្រាន់តែចង់ណែនាំបងឯងថាផ្ដោតមកលើភាពរីកចម្រើនរបស់ខ្លួនឯងទៅហើយធ្វើឲ្យខ្លួនឯងធ្វើឲ្យប្អូនខ្លួនឯងហ្នឹងអាចជ្រើសបានមានន័យថាមានសមត្ថភាពជ្រើសអានឹងវាស្មើនឹងយើងមានសមត្ថភាពបើយើងអសមត្ថភាពយើងគ្មានសមត្ថភាពជ្រើសទេជ្រើសហ្នឹងសូម្បីតែស្ថាប័នដែលយើងធ្វើការហ្នឹងក៏អាចជ្រើសបានដែរបើកន្លែងហ្នឹងមិនកើតទៅកន្លែងផ្សេងមកចង់មានអីចឹងណាបកមកវិញកុំឲ្យឆ្វែលឆ្ងាយពេកចាំរូបមន្តគោលថាដើម្បីបានយើងត្រូវធ្វើមុនសិនអញ្ចឹងប្រឹងប៉ុន្តែក៏មិនមែនប្រឹងដូចគោដែរគោប្រឹងខ្លាំងណាស់គោកាន់តែប្រឹងកាន់តែហត់ហើយអត់មានបានលទ្ធផលអីច្រើនទេអាកន្លែងហ្នឹងបានបងលើកទឹកចិត្តឲ្យអភិវឌ្ឍការគិតបងនិយាយថាជំនាញហើយនឹងផ្នត់គំនិតត្រូវតែអភិវឌ្ឍប្រឹងឲ្យត្រូវតោះហ្នឹងកន្លែងហ្នឹងហើយចុះបើឧបមាថ្ងៃក្រោយបងឯងនិយាយថាបងចុះបើខ្ញុំថ្ងៃក្រោយចង់ក្លាយទៅជាម្ចាស់អាជីវកម្មអាហ្នឹងរឹតតែត្រូវប្រឹងឲ្យខ្លាំងហើយប្រឹងឲ្យត្រូវដើម្បីទទួលបានគឺចំណេះជំនាញប្អូនណាបងនិយាយច្រើនដងបើបងឯងចង់បើកអាជីវកម្មផលិតទឹកសុទ្ធបងឯងត្រូវទៅធ្វើការនៅក្នុងអាជីវកម្មហ្នឹងទៅដើម្បីឲ្យយល់ពី process បងឯងប្រឹងឲ្យខ្លាំងនៅកន្លែងហ្នឹងទៅហើយបងឯងនឹងវិចស្ពាយគ្មាននរណាយកចេញពីខ្លួនឯងបានទេគឺចំណេះជំនាញហើយបងឯងរកលុយមកបើកហើយកុំគិតថាលុយមុនចំណេះជំនាញមុនពីរហ្នឹងវាត្រូវការទៅជាមួយគ្នាប៉ុន្តែបើមានលុយអត់ចំណេះជំនាញក៏ពិបាកដែរអញ្ចឹងសុំមកចេះហើយបន្តមកទៀតហិរញ្ញវត្ថុរឿងផ្សេងមួយទៀតអានេះបងអត់ចង់និយាយបាច់អូហូស្ទឹងឯវែងឆ្ងាយទេគ្រាន់តែចង់ប្រាប់បងឯងថាសូមកុំប្រហែសជាមួយនឹងសកម្មភាពប្រចាំថ្ងៃហើយប្រឹងធ្វើវាឲ្យអស់ពីចិត្តឲ្យអស់ពីពោះទៅណាហើយកុំឲ្យសោះទទួលយកផ្នត់គំនិតទាំងឡាយណាដែលធ្វើឲ្យប្អូន
តម្រឹមភាពរីកចម្រើនរបស់ខ្លួនឯងធ្វើឲ្យអាខែតួនាទីនៃភាពរីកចម្រើនរបស់ខ្លួនឯងហ្នឹងវាក្រិនណាវាក្រិននិយាយចង់តដិតវាក្រិនវាមិនអាចលូតអានោះប្រយ័ត្នមែនទែនបងបាទ